Hello អ្នកនរគ្នាខ្ញុំឈ្មោះខូសាខ្ញុំរៀននៅសាកលវិទ្យាល័យ Western ថ្ងៃនេះខ្ញុំមកនិយាយអំពីគុណសម្បត្តិនៃការផឹកកាហ្វេឥឡូវសូមផឹកកាហ្វេតិចសិនយើងមកដឹងពីគុណសម្បត្តិនៃការផឹកកាហ្វេជាដំបូងអ្នកផឹកកាហ្វេភាគច្រើនគឺផឹកកាហ្វេទៅគឺគាត់មានអារម្មណ៍ថាធ្វើឲ្យគាត់មានកម្លាំងហើយនឹងភាពស្រស់ស្រាយដល់ពេលដែលមានអារម្មណ៍ស្រស់ស្រាយហើយយើងក៏ធ្វើការងារអីក៏បានល្អដែរដូចជាការសិក្សាធ្វើ assignment ជាច្រើនអញ្ចឹងយើងត្រូវតែមានកាហ្វេជាជំនួយដើម្បីធ្វើឲ្យសុខភាពនៃការធ្វើហ្នឹងវាបានល្អហើយឆ្លើយបន្ទាប់នោះគឺការសិបកាហ្វេហ្នឹងវាជួយឲ្យយើងដល់ស្គាល់មនុស្សថ្មីហើយស្គាល់ការក៏បានជាច្រើនអ្នកដែលផឹកកាហ្វេហ្នឹងគឺជាអ្នកដែលចូលចិត្តសិក្សារៀនសូត្រនិងអ្នកធ្វើការបន្ទាប់មកការផឹកកាហ្វេគឺវាជួយដល់សុខភាពយើងមួយចំនួនដែរដូចជាធ្វើឲ្យយើងអត់សូវឃ្លានអាហារអីហ្នឹងហើយជួយកាត់បន្ថយខ្លាញ់នៅក្នុងខ្លួនរបស់យើងហើយធ្វើឲ្យបេះដូងរបស់យើងមានសុខភាពល្អហើយអ្នកនរគ្នាបន្ទាប់ពីយើងដឹងថាគុណសម្បត្តិនៃការផឹកកាហ្វេមានអ្វីខ្លះហើយយើងមកដឹងពីគុណវិបត្តិនៃការផឹកកាហ្វេម្ដងគុណវិបត្តិនៃការផឹកកាហ្វេគឺវាធ្វើឲ្យប៉ះពាល់ដល់ការគេងរបស់យើងនៅពេលដែលយើងផឹកច្រើនលើសចំនួនធ្វើឲ្យយើងគេងអត់លក់ហើយការគេងអត់លក់ហ្នឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពជាច្រើនបន្តទៀតបន្ទាប់មកគឺការចំណាយថវិកាលើការផឹកកាហ្វេយើងដឹងហើយថាកាហ្វេមួយកែវគឺមានតម្លៃពី$1ឡើងទៅតាមហាងហើយបើសិនជាយើងក្នុងមួយថ្ងៃយើងផឹក2 3កែវធ្វើឲ្យយើងចំណាយថវិកាច្រើននៅក្នុងមួយថ្ងៃហើយបន្ទាប់មកការកាហ្វេវាធ្វើឲ្យយើងញៀនហើយយើងដាច់អត់ងាយបានទេនៅពេលដែលយើងអត់បានកាហ្វេធ្វើឲ្យយើងមានអារម្មណ៍ថាធន់ថប់ធ្វើឲ្យយើងមួម៉ៅធ្វើការអីក៏កើតដែរចំណុចបន្ទាប់នោះគឺវាធ្វើឲ្យយើងប៉ះពាល់ដល់ឆ្អឹងរបស់យើងនៅពេលដែលផឹកកាហ្វេធ្វើឲ្យមានការរាំងស្ទះទៅដល់កាល់ស្យូមអត់ឲ្យឈាមចូលទៅឆ្អឹងដូច្នេះហើយធ្វើឲ្យឆ្អឹងអត់មានសុខភាពល្អទេនៅចំណុចបន្ទាប់នោះគឺប៉ះពាល់ខ្លាំងមែនទែនទៅលើការរំលាយអាហាររបស់យើងនៅពេលយើងផឹកកាហ្វេច្រើនជាងការបរិភោគអាហារប្រចាំថ្ងៃធ្វើឲ្យការរំលាយអាហាររបស់យើងគឺអត់បានល្អទេដូច្នេះធ្វើឲ្យយើងប៉ះពាល់ដល់សុខភាពកាហ្វេក៏វានឹងខ្លាំងមែនទេជាចុងបញ្ចប់មិនថាយើងផឹកកាហ្វេមានផលប៉ះពាល់ឬផលវិបាកអ្វីច្រើនទេតែបើសិនជាយើងផឹកក្នុងចំនួនមួយដែលមានកំណត់នោះធ្វើឲ្យយើងមានផលចំណេញច្រើនដូចជាបង្កើនប្រសិទ្ធភាពការងាររបស់យើងធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយពេញមួយថ្ងៃដែរ